បាទសួស្តីបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់វីដេអូបង្ហាញជូនពាក់ព័ន្ធជាមួយនឹងការធ្វើសម្បត្តិម៉ូតូបងប្អូនណាបាទសម្បត្តិម៉ូតូគឺខ្ញុំធ្វើបែបលក្ខណៈមួយស្លឹកបាទបើធ្វើពីស្លឹកខ្ញុំនឹងបង្ហាញជូនវីដេអូពីមុនរួចហើយបាទបងប្អូនអាចចូលឆែកមើលក្នុង channel ខ្ញុំបានបាទអញ្ចឹងខ្ញុំធ្វើនេះគឺធ្វើលក្ខណៈថាធ្វើមួយស្លឹកបាទអញ្ចឹងបងប្អូនត្រូវចេះកម្មវិធី3ទី1កម្មវិធីបាទនេះ Adobe Photoshop សម្រាប់ខ្ញុំប្រើ Adobe Photoshop S3 បាទ CS3 បាទបងប្អូនមានកម្មវិធីមួយបងប្អូនត្រូវចេះកម្មវិធីនោះមួយទៀតបងប្អូនត្រូវចេះកម្មវិធី Excel សម្រាប់ខ្ញុំអត់ប្រើ Excel 2016និង Microsoft Word បាទអញ្ចឹងបងប្អូនបាទយើងចាប់ដើមសិក្សាជាមួយគ្នាតែម្ដងអញ្ចឹងបងប្អូនចូលទៅក្នុងPhotoshop ដើម្បីធ្វើការ design បាទនេះគឺខ្ញុំ design យូរហើយបាទដែលបង្កើតនៅក្នុងបាទPhotoshop បងបាទហើយគេយកចំនួន 1000 ស្លាកចឹងខ្ញុំដាក់បាននៅក្នុងមួយស្លាកតារាមគឺខ្ញុំដាក់បានដល់14បាទចឹងបងប្អូនយក14ហ្នឹងយើងគុណជាស្លាកយើងប្រមាណស្លាកបានបាទបាន1000 ស្លាកអូខេណាបាទអញ្ចឹងខ្ញុំបានធ្វើការគុណទៅឃើញថា14នេះយើងគុណបានប្រហែល72 ស្លាកបាទយើងលើទៅ8ដែរអញ្ចឹង1000ហើយបាទអញ្ចឹងយើងយកបាទ14 ស្លាកហ្នឹងយើងគុណជាមួយនឹង72បាទ14នេះ14បានហ្នឹងយើងគុណនឹង72ឡើងទៅវាឃើញ1000ហើយបាទ1008 ស្លាកបាទតើពី design ហើយបងប្អូនមកធ្វើម៉េចទៀតបងប្អូនចូលកម្មវិធី Microsoft Word បាទសំដៅយើងចូលក្នុង Excel ចូលនៅក្នុង Excel បងប្អូនបង្កើតអាដេញណបាទកើតគេថាលេខ suite មួយលេខ suite ណាបាទលេខ suite នេះឃើញទេបាទលេខ suite នេះចឹងគឺយើងមានមាន14 ស្លឹកនៅក្នុងមកដារាបាទ14 ស្លឹកនៅក្នុងមកដារាបាទចឹង14 ស្លឹកហ្នឹងយើងគុណជាមួយនឹងសំទោស14បានយើងមាន14បាននៅក្នុងដារាមួយហើយយើងគុណជាមួយនឹង72 ស្លឹកបាទ72 ស្លឹកយើងបាន1008 ស្លឹកបាទយើងគុណណាបងប្អូនណាយើងគុណឃើញហើយចឹងមានថាអត់មួយយើងរត់លេខអូតូរហូតដល់72ឃើញទេបាទដើម្បីកុំឲ្យវាជន់យើងរត់ N2 នេះបាទស្លឹកបានទី2យើងដាក់73ទៅហើយអូសទៅវាឃើញបាទប្រហែលនេះ144ចឹងនេះយើងដាក់145យើងអូរហូតបាទទៅដល់14បានបាទបងប្អូនគាត់យល់ហើយបើអត់យល់អាច comment សួរបានបាទពេលបានហើយយើង save វាទៅឲ្យស្អាតបងប្អូនបាទយើង save វាទៅឲ្យស្អាតមកបងប្អូនបាទយើង save ទៅ desktop ហើយយើង save ទៅ desktop ហើយនេះបងប្អូនណានេះខ្ញុំ save ទៅហើយនេះខ្ញុំ save ទៅហើយបាទ save ទៅហើយបងប្អូនចូលទៅក្នុងកម្មវិធីបាទសំដៅកម្មវិធី Word ណាកម្មវិធី Word បាទបងប្អូនចូលកម្មវិធី Word មកហើយបងប្អូនបាទចុចពាក្យថា print នេះចុចពាក្យ file បងប្អូនចុច file មកនេះយើងយកពាក្យថា print បាទបងប្អូនចុចពាក្យ page setup បងប្អូនយកកន្លែងនេះ000ទាំងអស់ហើយបងប្អូនបាទចុចនេះ set as default ទីចេញចេះមកបាទហើយយើងចុចទាំងកន្លែងដើមវិញនេះអញ្ចឹងថាវាលក្ខគឺវាអស់ពី0អត់មានអីទៀតទេបាទចឹងនៅពេលដែលវា0ហើយបងប្អូនបាទខ្ញុំសូមធ្វើការ copy អូនតិចដើម្បីខ្ញុំធ្វើការបង្ហាញជូនខ្ញុំសូមពេលបន្តិចបាទខ្ញុំបងប្អូនបាទអរគុណបងប្អូននេះបានរងចាំបាទអញ្ចឹងយើងបន្តទៀតយើងចូលទៅក្នុងបាទពាក្យថានេះបាទពាក្យថា multi-link បងប្អូនចូលពាក្យ select reception បងប្អូនមានថាទៅយកអាឡែងដែលយើងបានកណនីវិញបងប្អូនណាបាទអាឡែងលេខ sheet មិញយើងយកពាក្យថា use an existing list បងប្អូនចូលទៅហ្នឹងមកបងប្អូនចូល desktop កន្លែងដែលយើង save មិញនេះបានមិញចេញពី Excel នេះបងប្អូនបាទហើយយើងចុច OK ទៅយើងចុចចូលតែម្ដងបងប្អូនណាបាទពេលឥឡូវប្រហែលចុចចោះចុចចូលទៅហ្នឹងមក
បាទនេះវាចេញអញ្ចឹងយើងចុចអូខេតែម្ដងបាទហើយយើងចុចបាទនេះយើងចូល insert ទៅយកអា design ពី Photoshop បាទយើងចូល insert យើងចូល picture មកយើងចូល this device យើងយក align design ថ្ងៃមុនពី Photoshop នេះគឺនេះមកបងប្អូនបាទបើសិនជាវាមិនពេញយើងអាចទាញវាពេញបានយើងទាញខាងដើម្បីវាពេញបាទនេះទីនេះមកហើយជើងក្រោមយើងអាចឡើងទីទៀតមកបាទនេះមកបាទហ្នឹងយើងទាញលើតិចមកដើម្បីវាស្អាតបាទអញ្ចឹងបងប្អូនបានបែបនេះបងប្អូនចូលពាក្យ insert ដល់ទៀតបងប្អូនយក shape ដើម្បីធ្វើការបង្កើត shape ឲ្យលេខ auto វាចូលទៅក្នុងហ្នឹងយើងមកស្ដាំយើងយកពាក្យថា edit ហើយបងប្អូនចូលពាក្យ shape fill បងប្អូនយក no fill ចូលនៅក្នុង shape outline បងប្អូនយក no outline ហើយបងប្អូនចូលនៅក្នុង home ដល់ទៀតបងប្អូនយកពាក្យថាយកអក្សរក្រហមបាទចឹងមកបាទបន្តមកទៀតបងប្អូនធ្វើម៉េចទៀតបងប្អូនចូល multi link តែបងប្អូនយកពាក្យថា insert merge field បងប្អូនចូលមកបងប្អូនយកកណ្ដាស់ទី1វាថាហ្នឹងបានរត់ដល់1ដល់70យកនឹង1មកបងប្អូនចូលវិញយើងឆ្លាញ់យកវា1ផាច់បងប្អូនមកស្ដាប់លើវាបងប្អូនយកពាក្យថា edit field ហើយយើងចុចពាក្យថា numbering បងប្អូនយកពាក្យថា rename បងប្អូនដាក់លេខ0ចំនួន6 1 2 3 4 5 6បាទហើយបងប្អូនចុចពាក្យថា fill code ហើយបងប្អូន copy ទាំងពី0បងប្អូននេះដល់តាមសញ្ញាស្លាំមកបងប្អូនមកស្ដាំវាពាក្យថា copy បងប្អូនបិទវាសិនបងប្អូន select ដងទៀតបងប្អូនយកមកស្ដាំដាក់លើវាយកពាក្យ save fill បងប្អូនចុចពាក្យថាបាទfill code បងប្អូនឃើញនេះបងប្អូនចុចចំឡើងបងប្អូនប្រើពាក្យ control V ដើម្បីយើងដាក់លេខកូដនេះចូលបងប្អូនចុចពាក្យថា OK បាទអញ្ចឹងមានថាលេខនេះគឺរត់ចូលលេខ1ហើយបាទអញ្ចឹងបើសិនយើងព្រីមទៅអាលេខខាងក្រោយហ្នឹងគឺវាចេញដល់71ហើយបាទអញ្ចឹងយើងចង់ដឹងយើងសាក review មកបាទយើងព្រីមមកគឺវាចេញលេខ001បាទបងប្អូនcopy បាទ copy ហ្នឹងមកបាទ copy បងប្អូនចុច control ឲ្យជាប់បងប្អូនទីវាមកបានទី2បាទបងប្អូនបលេងទៅបងប្អូនឆ្លៃលើវាបងប្អូនយកពាក្យថា insert ដល់ទៀតបងប្អូនចូលបាទលេខ2នេះ number 2នេះបាទ N2 នេះបងប្អូនឆ្លៃយកវាវឹបបងប្អូនដែលនៅយើងចូល fill code បាទហើយបងប្អូនចុចពាក្យថា code fill code បងប្អូនចុចនេះមកបងប្អូន control V មកទៀតបាទអញ្ចឹងវាចេញមកហ្នឹងយើងចូល OK អញ្ចឹងយើងសាក review មានថាវាចេញណែគេ73មានថានេះរត់ទៅដល់ខាងក្រោយរត់ទៅដល់72អានេះវាចុច73អញ្ចឹងលេខអចន់គ្នាបងប្អូនណាបាទអញ្ចឹងបងប្អូនធ្វើអញ្ចឹងទៀតបងប្អូន copy មកបាទយើង copy ទៀតមកធ្វើរហូតទៅដល់លេខ14បាទហើយដោយសារខ្ញុំអត់ចង់វីដេអូវិញអញ្ចឹងខ្ញុំសូមធ្វើការបង្ហាញជូនប៉ុណ្ណឹងហើយបើសិនជាបងប្អូនមានចម្ងល់អាចឆាតសួរខ្ញុំបានហើយបើសិនជាបងប្អូនបាទចង់លម្អិតព័ត៌មានបងប្អូនអាចបាទទាក់ទងខ្ញុំបាទតាមរយៈបាទReno នេះបាទតាមរយៈលេខទូរស័ព្ទដែលខ្ញុំមានពីរប្រព័ន្ធបាទទី1គឺប្រព័ន្ធ097ដែលមានលេខ071 58 601បាទនេះក៏លេខ Telegram បងប្អូនបាទអាច save ជា Telegram បានមួយខ្សែទៀតក៏មាន Telegram ដែរគឺ09982 16246បាទអរគុណសម្រាប់ការទស្សនាវីដេអូបើសិនជាបងប្អូនពេញចិត្តវីដេអូនេះកុំភ្លេចជួយចុច Subscribe សញ្ញារូបដៃដើម្បីទទួលបានវីដេអូបន្ថែមទៀតពី Channel បាទអរគុណច្រើនជុក